លោកអីគេខ្លះលេងដល់លោកដាច់អត់ផ្លូវខាងកើតឬផ្លូវបេងគឺជាខ្សែផ្លូវបុរាណមួយដែលបានស្ថាបនាឡើងតាំងពីសម័យមហានគរមកម្ល៉េះតែផ្លូវនេះបន្តពីថ្នល់បណ្ដោយខាងកើតរបស់ប្រាសាទភ្នំបាខែងនៃរាជធានីអង្គរធំឬក៏យសោធរផ្លូវបេងគឺរត់នៅចន្លោះប្រាសាទកវ៉ាន់និងប្រាសាទបាត់ជុំត្រង់ទៅកើតកាត់តាមខ្នងទំនប់ខាងជើងរបស់ប្រាសាទចៅស្រីវិបុលកាត់ខាងត្បូងក្រុមប្រាសាទបន្ទាយអំពើឆ្ពោះទៅប្រាសាទបេងមាលាទៅដល់ត្រង់ប្រាសាទបេងមាលាគឺផ្លូវបេងបានបំបែកជាពីរដោយមួយខ្សែឆ្ពោះទៅខាងជើងសំដៅទៅប្រាសាទកោះកេរបន្តទៅវត្តភូប្រទេសឡាវនិងមួយខ្សែទៀតឆ្ពោះទៅខាងកើតសំដៅទៅប្រាសាទបាកានឬក៏ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយខេត្តព្រះវិហារនៅតាមបណ្ដោយផ្លូវបុរាណនេះគឺមានសំណង់ប្រាសាទស្ពានបុរាណប្រឡាយដែលនៅសងខាងផ្លូវនិងសហគមន៍មនុស្សរស់នៅជាច្រើនកន្លែងដូច្នេះចំពោះคลิปវីដេអូនេះគឺនាងខ្ញុំនឹងមកចែកយកនៅទស្សនវិជ្ជានៃទស្សនវិជ្ជាភូមិនៅតាមបណ្ដោយផ្លូវបុរាណនេះហើយនឹងជីវភាពប្រជាជនរស់នៅដែលស្ថិតនៅក្នុងភូមិគិរីមនន្តឃុំអំពើស្រុកប្រាសាទបាគងខេត្តសៀមរាបជូនពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាដូច្នេះហើយឥឡូវសូមពុកម៉ែបងប្អូនទៅទស្សនាជាមួយនឹងទស្សនវិជ្ជានៃភូមិគិរីមនន្តនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាមានសិលធម៌កាត់តាញ់យោតាលោកកាយកាត់តាញ់យោតាលោកកាយកាត់តាញ់យោតា
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ចំពោះคลิปវីដេអូដែលនាងខ្ញុំមកចាប់យកនៅទិដ្ឋភាពនៃភូមិបុរាណនៅតាមបណ្ដោយផ្លូវខាងកើតឬក៏ផ្លូវ3នៅពេលនេះនាងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាคลิปវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថានឹងបានជួបគ្នានៅคลิปវីដេអូក្រោយៗទៀតសូមអរគុណ